បាទសូមគ្រប់ជំរាបសួរពុកម៉ែបងប្អូនពូមីងក្មួយៗទាំងអស់ដែលនៅក្នុងនិងក្រៅស្រុកបាទថ្ងៃនេះខ្ញុំបានមកដល់ទឹកដីនៃបវត្តស្វាយរៀងបាទដោយមានកម្មវិធីញាតិញោមពុទ្ធបរិស័ទបងប្អូនគាត់ស្គាល់ធ្វើកម្មវិធីឡើងគេហដ្ឋានចូលមកចូលរួមហើយនឹងជួយធ្វើកិច្ចការតាក់ទងជាមួយប្រពៃណីខ្លះៗដល់បងប្អូនហើយថ្ងៃនេះក៏មានវីដេអូខ្លីបាទតាក់ទងជាមួយខ្នាយដែរបាទខ្នាយកន្លងជុំរបស់ខ្មែរយើងបាទនេះមើលទៅជុំហ្នឹងវាចូលមកចេះណាបាទជុំដែរជាផ្ទាំងទស្សនីយភាពចែកពុកម៉ែបងប្អូនពូមីងក្មួយទាំងអស់ដើម្បីទស្សនាតាមពិតទៅតើកន្លងជុំគឺជាប្រភេទខ្នាយយ៉ាងដូចម្ដេចខ្លះហើយបុរាណគេឲ្យនិយមន័យយ៉ាងម៉េចហើយចាស់បុរាណគេយកទៅគោរពប្រើបូជាកខាងអ្វីហើយអត្ថប្រយោជន៍នៃខ្នាយកន្លងជុំគេយកទៅប្រើឬក៏ទុកតាមខ្លួនជាប្រយោជន៍អ្វីខ្លះបាទហើយខ្ញុំក៏នឹងធ្វើការបកស្រាយខ្លះៗតាក់ទងជាមួយចំណេះដែលខ្ញុំមានបាទប៉ុន្តែចង់បង្ហាញអំពីផ្ទាំងទស្សនីយភាពខ្លះៗដែលនេះនៅស្រុកស្រែរបស់ញោមឆ្លៀតមកលេងបាទញោមញាតនេះបាទហើយនេះស្រះទឹកបូមគេទៅបូមហើយក៏មាននេះដើមត្នោតដើមដូងដើមស្វាយដើមអីបាទតាមពិតទៅយើងគ្រប់គ្នាចាស់ទៅបាទបើសិនជាមានកន្លែងសម្រាប់ដែលយើងស្នាក់នៅហើយមានរបៀបដូចជាដើមឈើមានដូចជាស្រះទឹកមានរុក្ខជាតិអីផ្សេងមានសត្វមានអីចឹងទៅវាធ្វើឲ្យអារម្មណ៍យើងនឹងវាបាត់ stress បាទហើយសិក្សាអំពីពធធម្មជាតិអំពីសត្វអំពីអីចឹងទៅធ្វើឲ្យខ្លួនយើងនឹងលុះទៅក្នុងពធមិនជាប់ជំពាក់ហើយមិនពិបាកចិត្តខ្លាំងតែហើយក៏មកឲ្យបែកគ្នាកុំឲ្យខាតពេលយូរខ្ញុំនឹងបន្តបកស្រាយអំពីថាតើកន្លងជុំគេគួរតែយកទៅគោរពបូជាឬក៏ដាក់តាមខ្លួនជាប្រយោជន៍អ្វីបាទតាមពិតយើងនិយមនៃពាក្យសិនណាតើពាក្យថាក្រឡងជុំបាទបានន័យថាជារបស់ដែលហ៊ុំព័ទ្ធជុំវិញបានមួយជុំឬក៏របស់ជុំចិត្តឬក៏ជាវត្ថុមួយយ៉ាងដែលព័ទ្ធចិត្តបាទតាមពិតទៅចាស់បុរាណគេឲ្យជំនឿគេជឿថាកន្លងជុំនេះមានអំណាចមានฤทธิ์ដែកជះណាបាទទៀតណាបាទជួយការពារយើងគ្រប់ឧបសគ្គទាំងអស់បាទហើយមិនថាមតែប៉ុណ្ណោះជួយប្រមូលផ្ដុំជុំញាតជុំជាតិជុំមិត្តជុំនៅសេចក្តីគេហៅថារួមរស់សេចក្តីរស់នៅការរស់នៅរបស់យើងនឹងឲ្យហៅថាមានភាពជួបជុំសុខដុមរមនាហើយមួយយ៉ាងវិញទៀតកន្លងជុំនេះបើនិយាយឲ្យចំទៅគឺការពារនៅផ្នែកវិជ័យសង្គ្រាមដែរបាទមិនមែនអត់ទេណាទៀតណាបាទផ្នែកវិជ័យសង្គ្រាមអាវុធយុទ្ធភ័ណ្ឌអីសម្រាប់យើងធ្វើសង្គ្រាមជាទាហានជួរមុខការពារជាតិអីហ្នឹងចាស់បុរាណបើបានល្អមិនមែនបើបានទេបើសិនជាបានមែនបើសិនជារកបានមែនឲ្យតម្លៃថាជារបស់កម្រប៉ុន្តែខ្ញុំគ្រាន់តែចង់ជម្រាបថាកាលពីសម័យឪពុកខ្ញុំបាទសម័យពុថាសម័យញោមលីបាទសម័យចាស់សម័យមុនរកមិនបានទៀតណាបាទរកមិនក៏រកមិនបានកម្រណាស់តម្រាំតែបានជួបកន្លងជុំម្ដងបាទនៅពេលដែលបានជួបកន្លងជុំម្ដងអញ្ចឹងបាទគឺថាចង់និយាយថាអំពីមហាសាលបាទប្រវត្តិណាដូចខ្ញុំពីមុនខ្ញុំធ្លាប់បាននិយាយអំពីប្រវត្តិនៃកន្លងជុំមួយសាហើយបាទតាក់ទងជាមួយតយៈទៅហ្នឹងហើយនេះខ្ញុំនិយាយឡើងនេះគ្រាន់ថាវាបំពេញបន្ថែមតាក់ទងជាមួយផ្នែកកន្លងជុំដែលយើងទាំងអស់គ្នាហើយផ្នែកកន្លងជុំនេះភាគច្រើនបងប្អូនមានជំនឿជឿទៅលើតែផ្នែកជ្រូកទេបាទមិនគិតថាមានផ្នែកអីផ្សេងដែលកន្លងជុំទេប៉ុន្តែកន្លងជុំមិនមែនមានតែកន្លងជុំផ្នែកជ្រូកទេបាទសម្បីតែស្នែងគោក៏មានកន្លងជុំស្នែងក្របីក៏មានកន្លងជុំស្នែងប្រើសស្នែងអីហ្នឹងបាទប៉ុន្តែមានរបស់ខ្លះ
มันអាចទៅជាកន្លងជុំប៉ុន្តែមានរបស់ខ្លះក៏អាចទៅជាកន្លងជុំបាទអញ្ចឹងពាក្យថាកន្លងជុំនេះគឺយើងសំដៅទៅលើវាជុំបានមួយជុំបាទ2ជុំ3ជុំបាទរហូតទៅដល់មានលោកគ្រូខ្លះដែលខ្ញុំបានរៀនវិជ្ជាជាមួយគាត់ថាបើមានវល្លិអាចគួនចូលគ្នាចង3ចំណងឬក៏7ចំណងហ្នឹងបើមានមែនមហាពិសេសណាស់បាទអញ្ចឹងមិនថាថ្ងៃនេះខ្ញុំលើកឡើងតកតងជាមួយកន្លងជុំនេះគឺចង់បញ្ជាក់ប្រាប់បងប្អូនពូមីងក្មួយដែលអ្នកដែលមានខ្នាយមានកន្លងជុំនេះគឺថាពិសេសពិសាណាបាទគឺសម្រាប់ដាក់ការពារខ្លួនបាទជាពិសេសនេះគឺការពារខ្លួនហើយមួយយ៉ាងវិញទៀតហ្នឹងមេតបអ្នកធំហ្នឹងគឺគេចូលចិត្តកន្លងជុំនេះគឺជួបមន្ត្រីអ្នកតូចអ្នកធំអីសំណេះសំណាលការងារអីទៅស្រួលនិយាយជាមួយគ្នាបាទហើយជួយជាអំណាចជួយជាដៃជះជួយជារិទ្ធអំណាចបាទជួយជាស្នែមុខហើយក៏លើករាសីពីព្រោះអីបារមីនៃខ្នាយមានអានុភាពខ្លាំងក្លាបាទហើយអ្វីដែលពិសេសនៅក្នុងនោះគឺការគោរពបូជាតាក់ទងជាមួយគ្រឿងដង្វាយការគោរពបូជាបាទអ្នកខ្លះដង្វាយទៅតាមទំនៀមរបស់គ្រូអ្នកខ្លះដង្វាយទៅតាមចំណេះដឹងរបស់ខ្លួនតិចក្តីច្រើនក្តីបាទប៉ុន្តែបើសិនជាយើងស្វែងយល់អំពីថាអ្វីទៅជាបារមីអ្វីទៅហៅថាតាក់ទងជាមួយនឹងអរូបីតើយើងគួរដង្វាយបែបម៉េចបាទយើងដឹងណាបាទពុទ្ធរូបយើងដង្វាយអីគ្រូយើងដង្វាយអីបារមីញាណយើងដង្វាយអីទៅតាមហ្នឹងទៅបាទទៀនធូបមលូស្លាបរីទោះបីនៅក្នុងគណៈណាមួយក៏យើងមិនអាចចោលបានទឹកអប់ប្រេងម្សៅបាទហ្នឹងហើយឥឡូវនេះខ្ញុំមិនមានអីច្រើនទេមានវីដេអូខ្លីប៉ុណ្ណេះឯងសូមខន្តីអភ័យទោសរាល់ការចំហុសឆ្គងទាំងឡាយពុកម៉ែបងប្អូនបាទកន្លែងលោមានការមិនគ្រប់អីចាំថ្ងៃណាមួយខ្ញុំនឹងបំពេញថែមហើយក៏ខមមិនតាមនឹងហើយតែសារមានពេលវេលាឥឡូវត្រូវចេញទៅមុខទៀតហើយអញ្ចឹងក៏សូមខន្តីអភ័យទោសរាល់កំហុសឆ្គងទាំងឡាយក៏ជូនពរពុកម៉ែបងប្អូនឲ្យជួបប្រសពតែសេចក្តីសុខនិងសេចក្តីចម្រើនទទួលទានមានបានដាក់ចោះដោះឡើងគ្រប់គ្នាបាទសូមគោរពសូមជម្រាបលាបាទ